รับទីតាំងជាងនៅក្រោយផ្សារណាបងប្អូនជីមកនឹងឃើញមានគេតាំងទាំងខាងហើយទល់មុខក៏អាចជុំបងប្អូននេះក៏អាចជុំខាងប្រពន្ធខ្ញុំអញ្ចឹងអាចមកមើលក៏អាចក៏បានអាចមកជួសជុលក៏បានអត់បញ្ហាទេអញ្ចឹងចង់បានក៏អាចស្អាតអាចទៅមកបានបងប្អូននេះស្អាតបងប្អូនចង់បានក៏អាចមកមើលក៏អាចណាបងប្អូនទីតាំងនៅក្រោយផ្សារលើទល់មុខគ្នាទេបងប្អូនណាទល់មុខគ្នាហើយនេះសម្រាប់កន្លែងជាងបងប្អូនអញ្ចឹងជីមកឃើញដាក់តាំងទាំងខាងបែបនេះបងប្អូនណាហើយមានអាគ្រូមួយដេកយាមបងប្អូនណាមួយនឹងការងារវាដេកគាត់មួយនឹងបើកណាថ្ងៃនឹងធ្វើអីពីនេះអញ្ចឹងចង់បានវ៉ាន់អីអាចទៅមកបងប្អូនណាវាមានច្រើនប្រភេទហើយសម្រាប់បោះញៀវបងប្អូនសិលបោះញៀវទេអត់តាន់នេះចូលពីល្ងាចមួយប្រហែលគ្រឿងនេះហើយគាត់បានធ្វើហើយចានោះអា2ថ្ងៃបងប្អូននេះជាក្រានទៅចូលមកមិញទេចូលមកព្រឹកនេះហើយនឹងក្នុងទីក៏នៅបោះញៀវដែរសិលបោះញៀវទេបងប្អូនអត់មាននេះទេនេះញៀវធ្វើឲ្យអត់តាន់យកពីគ្រឿងនេះពីគ្រឿង3គ្រឿងនេះញៀវថាអត់តាន់មកយកបាត់រវល់បងប្អូនអញ្ចឹងបងប្អូនចង់បានអីអាចការដាក់ទៅមកហ្នឹងបងប្អូនចង់បានគ្រឿងបន្លាស់ចង់បានអីជិះទៅទៀតឆាតមកបងប្អូនហើយបើចង់មកល្អមកដល់ទីតាំងផ្ទាល់បងប្អូនដល់ទីតាំងផ្ទាល់វាស្រួលជាងបងប្អូនណាស្រួលនិយាយគ្នាស្រួលអីស្រួលមើលស្រួលលក់ឲ្យបងប្អូនធ្វើថាផ្ញើតាមខែហ្នឹងវាពិបាកតិចតែអីនេះអាចផ្ញើបាន20%វាស្រួលបងប្អូនអ្នកដែលខ្ញុំមកធ្វើវីដេអូបង្ហាញទីតាំងជាបងប្អូននេះផ្សារលើបងប្អូនណានេះផ្សារលើហើយផ្លូវទៅខាងលិចគឺផ្លូវទៅបងជ័យបងចងបងប្អូននៅក្នុងខេត្តទុំជ័យបងប្អូននេះផ្សារលើហើយផ្លូវជាតិលេខ1នេះមកពីខាងកើតបងប្អូនណាមកពីស្វាយធំនេះផ្លូវជាតិលេខ1បងប្អូនហើយខាងក្រោយខ្ញុំនេះបន្លារៀនទីចាស់បងប្អូនហើយទីតាំងខ្ញុំនៅខាងក្រោយទៀតបងប្អូនណាខាងក្រោយលើចាំខាងកើតបងប្អូនចូលតាមច្រកមួយទៀតបងប្អូនណាឥឡូវទៅហើយបងប្អូនទៅតាមខ្ញុំព្រោះមានមួយក៏សួររកទីតាំងខ្ញុំអត់ឃើញអញ្ចឹងទៅខ្ញុំធ្វើវីដេអូបង្ហាញពីទីតាំងរបស់ខ្ញុំជិះរៀងលឿនតិចហ្នឹងបងប្អូនដោយសារមិនភ្លៀងពី3ថ្ងៃនេះមិនភ្លៀងរហូតបងប្អូនមិនភ្លៀងទៅរៀងខ្យល់វាភ្លៀងមិនច្រើនណាបងប្អូនតិចទៅមកបាក់បងប្អូនហើយចូលមកតាមច្រកនេះបងប្អូនតាមច្រកមួយខាងកើតសារលើហ្នឹងច្រកស្រីបុនបងប្អូនណាស្រីបុនជួសជុលម៉ូតូបងប្អូនចូលតាមច្រកហ្នឹងមកហើយនឹងកន្លែងគេប៉ះកង់ឡានហ្នឹងបងប្អូននេះអ្នកដែលស្គាល់ជាគេគឺស្រីបុនហ្នឹងបងប្អូនចូលតាមច្រកហ្នឹងហើយចូលតាមច្រកហ្នឹងមកគឺមកក្រោយរហូតបងប្អូនគឺជីមកត្រង់រហូតទៅខាងក្រោយសារលើវិញបងប្អូនអានេះច្រកទីតាំងរបស់ខ្ញុំចឹងអ្នកនៅក្នុងខេត្តសៀមរាបបងប្អូននឹងស្គាល់បងប្អូនណាទីតាំងនេះអត់ពិបាករកទេបងប្អូនស្គាល់នៅក្នុងខេត្តសៀមរាបអាចមកដល់ទីតាំងបានស្រួលបងប្អូនបើខ្លាចតែបងប្អូននៅឆ្ងាយអីអាហ្នឹងបងប្អូនពិបាកយកមកបងប្អូនចឹងបងប្អូនជិះមករហូតមកនេះមេឃចំភ្លៀងហើយបងប្អូននេះមេឃធ្វើស៊ីហ៎ជីមកនៅមានផ្លូវប្រវែងបងប្អូនណាអានេះផ្លូវខាងក្រោយផ្សារណាបងប្អូនផ្លូវមួយនេះមកពីក្បាត់ក្រុងកង្កើតវិញនេះមកពីផ្លូវបេនឡានចាស់បងប្អូនផ្លូវនេះមកផ្លូវបេនឡានចាស់ហើយបន្តមកតាច់តិចមកបងប្អូនតាច់មកលេចមកអានេះផ្សារគេទៅធ្វើថ្មីនេះបងប្អូនផ្សារកាយជុកទៅធ្វើថ្មីបងប្អូនត្រូវការកាយជុកក៏បានដែរបងប្អូនអត់អីទេហើយបត់ចូលច្រកផ្សារកើតនៅអាផ្លូវខាងនោះផ្លូវចំក្រោយផ្សារបងប្អូនផ្លូវចំក្រោយផ្សារហ្នឹងតែមុខនោះឲ្យបត់ចូលមកបត់ចូលទៅខាងក្រោយហើយខាងក្រោយจะមានខាងកើតបងប្អូនច្រកនេះកើតផ្សារយើងចូលមកបងប្អូនតាំងផ្សារនេះស្ទះតិចហ្នឹងបងប្អូនមកព្រឹកនេះស្ទះបងប្អូនថ្ងៃអត់សូវចឹងបងប្អូនដល់ទីតាំងរបស់ខ្ញុំនេះជីចូលតិចមកហើយជា200ម៉ែត្រចឹងដល់ទីតាំងខ្ញុំបងប្អូនអាចមកដល់ទីតាំងបានបងប្អូននេះគឺបានគីវបងប្អូនបានគីវអញ្ចឹងមិញញ៉ៃជូនចូលតាមមេឃភ្លៀងបងប្អូនអញ្ចឹងទៅញ៉ៃអត់បានធ្វើឲ្យអស់បងប្អូនទៅបោះគីវទេបោះគីវយកមកធ្វើហើយបោះគីវនេះក៏បានផ្ទះបងប្អូននេះញ៉ៃអស់ហើយមិញបងប្អូនអញ្ចឹងចង់បានអីអាចមកដល់ទីតាំងផ្ទាល់បានបងប្អូនអត់បញ្ហាទេហើយចង់ជួសជុលឲ្យអាចទៅមកដល់ទីតាំងដែរបងប្អូនដល់ទីតាំងមកស្រួលណាស្រួលឆែកមើលអីព្រោះកំហូចវាមិនដូចទាំងអស់ហើយជួសជុលសពបងប្អូនណាមានសពគ្រប់បងប្អូនគ្រឿងប្រើប្រាស់ក្នុងផ្ទះនិយាយរួមទៅប្រើប្រាស់ក្នុងផ្ទះគឺជួសជុលទាំងអស់យកមកដល់ទីតាំងបងប្អូនបើថាឲ្យខ្ញុំត្រឡប់ផ្ទះគឺវាពិបាកពេកព្រោះថាខ្ញុំអត់មានបុគ្គលិកអីទេបងប្អូនណាខ្ញុំម្នាក់ឯងធ្វើផ្ទាល់បងប្អូនហើយនេះទៀតបងប្អូនចង់បានកាអាយបងប្អូនណាចង់បានកាអាយក៏បានដែរកាអាយគុណនឹងកាអាយចង់បានកាអាយអីស្អាតអាចមើលដល់ទីតាំងបានដោយសារមិញភ្លៀងហើយក៏បិទទៅបងប្អូនអូខេនេះផ្លូវចូលក្នុងផ្សារ
ស្មាននេះរើអស់ហើយសាមេឃ្លៀងបងប្អូនអីគោមិនទាន់រើដែរនេះចូលទៅខាងក្នុងនេះទៅផ្សាបងប្អូនណាហើយមកមានការ៉ាឡានបងប្អូនក្នុងមានការ៉ាឡានអញ្ចឹងបងប្អូនអាចយកដាក់ក្នុងនឹងបានអូខេបងប្អូនបាយមានប៉ុណ្្នឹងឯង